ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខំរៀនថ្ងៃនេះដែរយើងនឹងបន្តការដោះស្រាយវិញ្ញាសា EPS topic បន្តទៀតអញ្ចឹងតោះចាប់ផ្ដើមដោះស្រាយទាំងអស់គ្នាអ្នកទាំងអស់គ្នាមើលរូបនេះគឺជារូបអ្វីនេះគឺជារូបសៀវភៅពុម្ពអញ្ចឹងអ្នកទាំងអស់គ្នាទៅមើលពាក្យទី1នេះ ធនគឺជាលុយប្រែថាលុយពាក្យទី2អ៊ុតគឺជាសម្លៀកបំពាក់ពាក្យទី3គត់គឺជាផ្កាពាក្យទី4 check គឺជាសៀវភៅអញ្ចឹងពាក្យដែលត្រូវនឹងរូបភាពគឺពាក្យទី4គឺ check ប្រែថាសៀវភៅបន្តទៅមើលសំណួរបន្តទៀតអ្នកទាំងអស់គ្នាមើលរូបនេះគឺជារូបអ្វីរូបនេះគឺជារូបតុមែនទេរូបតុអ្នកទាំងអស់គ្នាមើលនេះជារូបតុអញ្ចឹងយើងសាកល្បងមើលពាក្យទី1អ៊ុតចាំងគឺជាទូដាក់សម្លៀកបំពាក់ចំណែកពាក្យទី2ឈឹមដែរគឺជាក្រែពាក្យទី3ឆេកសាំងប្រែថាតុពាក្យទី4អ៊ឺចាប្រែថាកៅអីអញ្ចឹងពាក្យដែលត្រូវនឹងរូបភាពគឺពាក្យទី3គឺឆេកចាំងសំទោសអ្នកនរគ្នាឆេកសាំងគឺឆេកសាំងតទៅមើលសំណួរបន្តទៀតអ្នកទាំងអស់គ្នានេះគឺជារូបអ្វីដែរគឺជារូបម៉ាស៊ីនបូមធូលីសូមទោសអ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាគិតថាវីដេអូដែលខ្ញុំធ្វើទៅមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាសូមជួយចុច Subscribe និងសញ្ញារូបកណ្ដឹងម្នាក់មួយផងណាអញ្ចឹងយើងទៅបន្តមើលសំណួរទៀតមើលពាក្យទី1ឆុងស៊ូគីគឺជាម៉ាស៊ីនបូមធូលីឬក៏ម៉ាស៊ីនសម្អាតហ្នឹងអញ្ចឹងពាក្យទី2សេថាគីគឺជាម៉ាស៊ីនបោកគក់ពាក្យទី3នេងចាងគោប្រែថាទូទឹកកកចុះពាក្យទី4វិញសុនភុងគីគឺជាកង្ហាអញ្ចឹងពាក្យដែលត្រូវនឹងរូបភាពគឺជាពាក្យទី1ឆុងសូគីគឺជាម៉ាស៊ីនបូមធូលីបន្តទៅសំណួរបន្តទៀតនេះគឺជារូបអ្វីរូបសម្ពត់អញ្ចឹងរូបសម្ពត់នៅក្នុងភាសាកូរ៉េមានពាក្យឬក៏មានអត្ថន័យដូចម្ដេចយើងទៅមើលពាក្យទី1ឈីម៉ាប្រែថាសម្ពត់ដែរតែយើងទៅមើលពាក្យបន្តទៀតពាក្យទី2ហាជីខោជើងវែងពាក្យទី3ឈឈឺនេះគឺអាវឈឺប្រែថាអាវពាក្យទី4ម៉ូចា
mocha គឺមួកអញ្ចឹងចម្លើយដែលត្រូវនឹងរូបភាពគឺពាក្យទី1 Chima សំពត់តទៅសំណួរបន្តទៀតអ្នកនរគ្នានេះគឺជារូបហើយគឺរូបក្រែមែនទេគឺរូបក្រែរូបក្រែអញ្ចឹងពាក្យទី1 Chimte ក្រែជាពាក្យទី2 Checksang Checksang តប់ពាក្យទី3 Checkjang Checkjang ទូដាក់សៀវភៅពាក្យទី4 Uicha Uicha ប្រែថាកៅអីអញ្ចឹងពាក្យដែលត្រូវនឹងរូបភាពគឺជាពាក្យទី1គឺ Chimte សង្ឃឹមថាអ្នកទាំងអស់គ្នាតាមតនហើយនឹងចេះពាក្យដែលខ្ញុំកំពុងដោះស្រាយនេះទាំងអស់គ្នាយើងទៅបន្តសំណួរខាងក្រោមទៀតអ្នកទាំងអស់គ្នានេះគឺជារូបអ្វីដែររូបកាមេរ៉ាមែនអត់រូបកាមេរ៉ាអញ្ចឹងពាក្យទី1យើងជ្រើសរើសចម្លើយ computer computer ប្រែថា computer ពាក្យទី2 radio radio គឺជាវិទ្យុពាក្យទី3 camera camera ប្រែថាកាមេរ៉ាពាក្យទី4 television television គឺប្រែថាទូរទស្សន៍អញ្ចឹងចម្លើយគឺលេខ3 camera គឺកាមេរ៉ាបន្តទៅសំណួរខាងក្រោមទៀតនេះគឺជារូបអ្វីអ្នកទាំងអស់គ្នាជារូប computer មែនទេគឺជារូប computer អញ្ចឹងពាក្យទី1 computer computer ប្រែថា computer ពាក្យទី2 Nengchango Nengchango គឺជាទូទឹកកកពាក្យទី3 camera camera គឺជាកាមេរ៉ាពាក្យទី4 휴대전화 គឺជាទូរស័ព្ទអញ្ចឹងចម្លើយដែលត្រូវនឹងពាក្យដែលត្រូវនឹងរូបភាពនោះគឺជាពាក្យទី1 computer តែអ្នកទាំងអស់គ្នាជ្រើសរើសត្រូវដែរទេសំណួរខាងក្រោមទៀតអ្នកទាំងអស់គ្នានេះគឺជារូបអ្វីនេះគឺជារូបឡានតូចអញ្ចឹងអ្នកទាំងអស់គ្នាសាកជ្រើសរើសចម្លើយមុនខ្ញុំមើលតើអ្នកទាំងអស់គ្នានឹងជ្រើសរើសយកពាក្យមួយណាដែរសូម comment នៅខាងក្រោមខ្ញុំទុករយៈពេលប្រហែលជា15វិនាទីឲ្យអ្នកទាំងអស់គ្នាជ្រើសរើសពាក្យបន្តមកខ្ញុំនឹងដោះស្រាយតាមក្រោយអូខេអ្នកទាំងអស់គ្នា comment នៅខាងក្រោមមកបាទអញ្ចឹងយើងចាប់ដើមដោះស្រាយទាំងអស់គ្នាតើអ្នកទាំងអស់គ្នាជ្រើសរើសយកពាក្យទីប្រមាណដែរអញ្ចឹងយើងចាប់ដើមដោះស្រាយទាំងគ្នាពាក្យទី1នេះគឺជា taxi taxi ប្រែថាតាក់ស៊ីពាក្យទី2 Kicha Kicha គឺជារថភ្លើងពាក្យទី3គឺជា Porsche Porsche គឺជាឡានក្រុងពាក្យទី4ពាក្យទី4គឺឆាចនកឆាចនកគឺជាកង់អញ្ចឹងរូបនេះគឺជាមែនបើយើងមើលទៅនេះគឺជាបកគោលកន្លែងនេះគេដាក់តាក់ស៊ីហើយប៉ុន្តែយើងមើលបាញ់មិញយើងគិតថាឡានតូចក៏ប៉ុន្តែ
គឺជារូបតាក់ស៊ីអញ្ចឹងពាក្យដែលត្រឹមត្រូវនោះគឺជាពាក្យទី1គឺ taxi អញ្ចឹងរូបនេះគឺជារូបតាក់ស៊ីអូខេទៅសំណួរខាងក្រោមទៀតអ្នកទាំងអស់គ្នានេះគឺជារូបអ្វីជារូបទូរទស្សន៍តើទូរទស្សន៍នៅក្នុងភាសាកូរ៉េមានអត្ថន័យដូចម្ដេចយើងត្រូវដោះស្រាយពាក្យទាំងអស់គ្នាពាក្យទី1នេះគឺជា radio radio ប្រែថាវិទ្យុពាក្យទី2 camera camera គឺជាកាមេរ៉ាចាប់ពាក្យទី3ពាក្យដោយគឺជានឹងចង្កោនឹងចង្កោគឺជាទូទឹកកកពាក្យទី4 television television ប្រែថាទូរទស្សន៍អញ្ចឹងចម្លើយដែលត្រឹមត្រូវនឹងរូបភាពនោះគឺជាពាក្យទី4ប្រែថា television ទូរទស្សន៍អូខេទៅសំណួរបន្តទៀតអ្នកទាំងអស់គ្នានេះគឺជារូបអ្វីអ្នកទាំងអស់គ្នានេះគឺជារូបអ្វីដែររូបទូរស័ព្ទមែនទេរូបទូរស័ព្ទអញ្ចឹងយើងទៅដោះស្រាយពាក្យទាំងអស់គ្នាពាក្យទី1 Kesanki Kesanki គឺជាម៉ាស៊ីនកាត់លេខពាក្យទី2 television television គឺជាទូរទស្សន៍និងពាក្យទី3 휴대전화 គឺជាទូរស័ព្ទពាក្យទី4 notebook computer notebook computer ប្រែថាទូរស័ព្ទសពហើយទៅប្រែថា computer យួរដៃ computer យួរដៃប្រែថា computer យួរដៃអញ្ចឹងចម្លើយដែលត្រូវនឹងរូបភាពនោះគឺជារូបគឺជាពាក្យទី3គឺ휴대전화ទូរស័ព្ទអ្នកទាំងអស់គ្នាដែលមិនទាន់បានចុច Subscribe និងចុចសញ្ញារូបកណ្ដឹងសូមជួយចុចម្នាក់មួយផងដើម្បីទទួលបានវីដេអូដោះស្រាយវិញ្ញាសាថ្មីបន្ថែមទៀតហើយជាចុងក្រោយសូមឲ្យអ្នកទាំងអស់គ្នាប្រឡងជាប់នឹងបានមកប្រទេសកូរ៉េទាំងអស់គ្នាសូមអរគុណនិងសូមជម្រាបលា